រមម្នាក់នេះបកកែធ្វើរូបចម្លាក់ផ្លែកខ្លាំងមែនទែនហើយរូបចម្លាក់គាត់ធ្វើមួយនិយាយពីថាផ្លែកហើយស្អាតទៀតបងប្អូនឥឡូវចង់ដឹងថារូបចម្លាក់នេះពេលដែលគាត់ធ្វើឲ្យមានរូបរាងផ្លែកប៉ុណ្ណាអញ្ចឹងតោះទស្សនាការធ្វើរបស់គាត់ទាំងអស់គ្នាបងប្អូនដំបូងក៏ចាប់ដើមចាក់ទឹកសិនបងប្អូនចាក់ទុកចូលក្នុងអាពុំហ្នឹងបន្ទាប់មកក៏ចាប់ដើមយកអាស៊ីម៉ងស្ងួតហ្នឹងចាក់ពីលើអាទឹកហ្នឹងដើម្បីឲ្យវាចូលជាតិគ្នាបានល្អអញ្ចឹងហើយការធ្វើប្រកួតសិតតែមានតិចនិចមានបច្ចេកទេសត្រឹមត្រូវគាត់មិនចេះធ្វើណាធម្មតាបើគេធ្វើចេះភាគច្រើនគេនេះគេលាយទឹកជាមួយនឹងស៊ីម៉ងសិនណាគេដាក់ប៉ុន្តែគាត់អត់ទេគាត់ធ្វើវិធីសាស្ត្របែបផ្សេងគាត់ធ្វើចាក់ទឹកហើយបញ្ចាក់ស៊ីម៉ងការធ្វើដូចគាត់បែបនេះគឺធ្វើឲ្យរូបចម្លាក់មួយហ្នឹងគឺថាឆាប់ស្ងួតបានល្អអញ្ចឹងបងប្អូនឥឡូវចាំមើលពេលគាត់ធ្វើហើយនិយាយទៅរូបនេះក្បាច់គេលយអស់តោះបងប្អូនឥឡូវឃើញតការធ្វើប្រកបបងប្អូននិយាយទៅគាត់ព្រឹកព្រៀងគាត់យកចិត្តទុកដាក់ខ្លាំងមែនទែនហើយបុរសម្នាក់នេះក្នុងមួយថ្ងៃគាត់មិនមែនធ្វើតែរូបដដែលណាគាត់ធ្វើរូបផ្សេងគ្នាបានច្រើនខ្លាំងមែនទែនហើយនិយាយទៅអូនិយាយទៅមិនសរសើរទឹកដៃគាត់ធ្វើជាមកស្អាតខ្លាំងណាស់ឥឡូវចាំមើលអស់គ្នាទេបងប្អូនថារូបចម្លាក់នេះពេលគាត់ធ្វើឲ្យស្អាតប៉ុណ្ណាអីចឹងបងប្អូនកុំភ្លេចទស្សនាវីដេអូនេះដល់ចប់បានដឹងបងប្អូនឥឡូវក៏ពោះចាប់ដាំសេរីសរងបងប្អូនសេរីសរងមើលស្មើគ្នាអីនៅគាត់គៀវាតិចចឹងបងប្អូនហើយបន្ទាប់មកចាំមើលគាត់ធ្វើទៀតចាំមើលអស់គ្នាទេបងប្អូនអូគាត់ដាក់ដែកដើម្បីការពាររូបចម្លាក់ហ្នឹងកុំឲ្យវាឆាប់បែកឆាប់បាក់អីចឹងហើយនិយាយទៅរូបចម្លាក់មួយគាត់ធ្វើនិយាយទៅគាត់ព្រឹកព្រៀងខ្លាំងមែនទែនព្រោះថាគាត់ធ្វើយកគុណភាពតែម្ដងបងប្អូនហើយរូបចម្លាក់នេះភាគច្រើននៅប្រទេសឥណ្ឌាគឺថាសម្បូរគេចូលចិត្តដាក់តាមផ្ទះខ្លាំងមែនទែនដាក់ធ្វើជាម៉ូតធ្វើជាក្បាច់អីចឹងអូឥឡូវក៏ចាប់ដើមដាក់ទឹកទេបងប្អូនហើយនិយាយទៅការដាក់ស៊ីម៉ងផកគាត់គឺថាគាត់ដាក់ច្រើនសារខ្លាំងមែនទែនដោយសារតែដាក់ច្រើនសារអញ្ចឹងធ្វើឲ្យរូបចម្លាក់នឹងឆាប់ស្ងួតបងប្អូនកុំអីក៏ដាក់តែម្សាដោយសារតែដាក់ម្សាដាក់ទៅវាកើតដោយសារតែយើងចាក់ចេញពីពុំវាធ្វើឲ្យអាសាច់ស៊ីម៉ងហ្នឹងវាបែកខ្ចាយពេញហ្នឹងឯងអញ្ចឹងគាត់ធ្វើមិនក៏ដោយដាក់ស៊ីម៉ងនៅបានច្រើនដងដើម្បីរូបចម្លាក់វាឆាប់ស្ងួតអញ្ចឹងណាឥឡូវចាំមើលអស់គ្នាទៅបងប្អូនពេលគាត់ធ្វើចង់ដល់ស្អាតប៉ុណ្ណាអញ្ចឹងបងប្អូនឥឡូវក៏ពួកចាប់ដើមដាក់ស៊ីម៉ងថែមបងប្អូនរួចក៏ចាប់ដើមគៀវាស្មើគ្នាល្អអញ្ចឹងបងប្អូននេះឃើញស៊ីម៉ងក៏ដាក់ថែមថយពេញទៅនឹងឯងបងប្អូនអើយនិយាយទៅរូបចម្លាក់ឯងត្រមតបានមួយគឺថាប្រើពេលវេលារៀងយូរដែរប្រហែល3នាទីជាងបងប្អូនហើយជំនាញនេះក៏មិនទុំចេះឥឡូវក៏ចេះរាប់រយឆ្នាំដែរបងប្អូននិយាយទៅមិនសើមបានទឹកដៃប្រកបគឺថាអែមខ្លាំងមែនទែនអូ my god បងប្អូននិយាយទៅមិនសើមបានទឹកដៃគាត់ធ្វើចេញមកស្អាតណាស់ឥឡូវក៏ពួកចាប់ដើមនេះគៀវាស្មើហើយចាំមើលក៏ថែមស៊ីម៉ងទៀតព្រោះថារូបចម្លាក់វានៅស្ងួតវាអត់ទាន់រឹងបងប្អូនកាលណាតែវានៅសើមអញ្ចឹងយើងមិនអាចយកវាចាក់ចេញពីពុំបានទេចាំមើលរូបចម្លាក់នេះពេលគាត់ថែមថយហើយគាត់យកទៅចាក់ហាថ្ងៃនិយាយទៅស្អាតណាស់បងប្អូនក្បាច់គេចេញមកអែមណានិយាយទៅកប់សេរីយកតែម្ដងបងប្អូនអូឥឡូវក៏ពួកចាប់ដើមថែមស៊ីម៉ងទៀតបងប្អូននេះគាត់ថែមស៊ីម៉ងហ្នឹងដើម្បីឲ្យស៊ីម៉ងវាបឺតគ្នាជាមួយនឹងជាតិទឹកនៅវាឆាប់ស្ងួតចឹងបងប្អូននិយាយទៅការធ្វើប្រកបគឺថាបច្ចេកទេសល្អខ្លាំងមែនទែនអូ my god បងប្អូនឥឡូវចាំមើលគាត់ធ្វើគេទៀតចាំមើលអស់គ្នាទេបងប្អូនខ្ញុំក៏អត់តាន់ដឹងដែរឃើញតែគាត់ថែមស៊ីម៉ងលើកនេះគឺថាគាត់ថែមច្រើនខ្លាំងមែនទែនបងប្អូនប្រហែលគាត់គៀតាមម្សាទៀតហើយបងប្អូនអូចាំមើលទាំងអស់គ្នាទេបងប្អូនចង់ដឹងថាគាត់ថែមម្សានឹងហើយអូឥឡូវឃើញថារូបចម្លាក់ហ្នឹងមើលទៅរៀងស្ងួតដែរបងប្អូនអញ្ចឹងគាត់គៀឲ្យស្អាតដើម្បីគាត់លើកយកទៅហាថ្ងៃអញ្ចឹងអូ my god បងប្អូននិយាយទៅសុទ្ធតែជាបច្ចេកទេសសុទ្ធបងប្អូននេះឥឡូវចាប់ដើមនេះចាក់ជាមួយពុំអូ my god បងប្អូននិយាយទៅរូបចម្លាក់មួយនេះគឺថាស្អាតខ្លាំងមែនទែនអញ្ចឹងវីដេអូមានតែប៉ុណ្ណេះបងប្អូនអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បងប្អូនបើមានកន្លែងណាខុសឆ្គងសូមតាភ័យទោសផងបងប្អូនកុំភ្លេចជួយ follow ម្នាក់មួយផង